ជំរាបសួរបងប្អូនទាំងអស់គ្នាចានេះជាវីដេអូទី17ហើយអើយបងប្អូនអើយចាអត់មាននិស្ស័យជាមួយនឹង flea market ទេចាផ្សារដែលគេលក់ផ្លែឈើដូចនៅស្រុកខ្មែរអញ្ចឹងចាលក់ផ្លែឈើស្រស់ៗមានច្រើនមុខមានទៀបមាននិយាយទៅផ្លែឈើនៅស្តៀងនៅស្រុកខ្មែរយើងអញ្ចឹងណាប៉ុន្តែនៅរដ្ឋ Florida ចាយើងអត់ដឹងហ៎មានណាខ្ញុំមកថ្ងៃដូចជាថ្ងៃពហុនៅថ្ងៃគេមានលក់ណាបងប្អូនចាគេលក់តែសៅរ៍អាទិត្យហ្នឹងហើយយើងអ្នកដើរលេងហ្នឹងគឺអត់ដឹងអីសោះចាខំជីពីណាពីណីមកគឺគោលបំណងមកផ្សារនឹងឯងបងប្អូនចាគោលបំណងធំអាចចាប់ក្តាមពេលល្ងាចហ្នឹងក៏ជាគោលបំណងទី2ដែរប៉ុន្តែអត់បានចាប់ទេណាចាប៉ុន្តែដល់ពេលអាគោលបំណងធំនេះរើតអត់ទៀតបងប្អូនចាអើយអស់ស្នោចមែនតែនខំបើកឡានទៅហ្នឹងចាទៅអត់មានដឹងអីទេអត់មានដឹងថាគេអត់បើកអត់អីអញ្ចឹងណាចាប៉ុន្តែគេលក់អីញ៉ាំដែរបងប្អូនចាគេលក់ម្ហូបវៀតណាមមាននំប៉័ងដាក់សាច់មានកាទៀវហ្វឺមានបាញ់ស្រុងមានពពួកតែគុជអីកាហ្វេវៀតណាមអីអញ្ចឹងដែរហ្នឹងណាចានេះមើលទេសភាពក្នុងផ្សារគេទៅបងប្អូនប៉ុន្តែអ្នកលក់គាត់បាននិយាយថាបើថ្ងៃសៅរ៍ថ្ងៃអាទិត្យមនុស្សច្រើនខ្លាំងមែនតើប៉ុន្តែពេលយើងមកខុសថ្ងៃអញ្ចឹងមានអីបានតែនាំគ្នាទិញនំប៉័ងដាក់សាច់ចានិយាយលេងមួយអ្នកលក់អីទិញទួចអញ្ចឹងទៅហើយចាក៏នាំគ្នាត្រឡប់ចេញទៅផ្ទះវិញអញ្ចឹងណាចាប៉ុន្តែរៀងក្នុងសារហ្នឹងរៀងនៅចាំរេរយូរដែរពួកអីនឹកឃើញណាគីឡូគេបន្តិចទៀតបានគេមកអីអញ្ចឹងណាប៉ុន្តែពេលទៅសួរអ្នកលក់នំប៉័ងទៅគាត់ថាអើយអត់មានណាមកទេតែប៉ុណ្្នឹងឯងថ្ងៃហ្នឹងរហូតតថ្ងៃសៅរ៍ថ្ងៃអាទិត្យបានមនុស្សមកគ្រប់តូបអញ្ចឹងណាចាដូចតូបដែលបងប្អូនឃើញដាក់តុកហ្នឹងគឺសិតតែមានម្ចាស់ហើយគេដាក់ផ្លែឈើដាក់បន្លែស្រស់ថ្មីលក់នៅលើតុនឹងឯងចាពួកខ្ញុំណាគោលបំណងគឺថាអើយមកផ្ទះមុនហើយមើលទៅប្រហែលជាចេញពីផ្សារហ្នឹងមកផ្ទះវិញហើយបងប្អូនមកតិចសាសវិញហើយព្រោះម៉ាក់ហើយនឹងបងស្រីដូចខ្ញុំនិយាយនៅវីដេអូមុនអញ្ចឹងគឺគាត់នៅបន្តដូចជា2ថ្ងៃទៀតបងប្អូនចា2យប់ទៀតដោយសារទី1ឡានគាត់ខូចហើយកម្រងគាត់ក៏ថាទៅត្រឡប់ទៅផ្ទះវិញក្រោយខ្ញុំមួយថ្ងៃអញ្ចឹងណាប៉ុន្តែដោយសារឡានខូចផងហើយគាត់នៅចាំចាប់ក្តាមចង់ចាប់ក្តាមហើយចាំទិញបន្លែនៅនឹងហ៎គាត់ចង់ឃើញទេសភាពទស្សនភាពចាលក់បន្លែលក់អីអញ្ចឹងគាត់ក៏ចាំមួយថ្ងៃទៀតរហូតដល់ថ្ងៃសៅរ៍ថ្ងៃត្រង់ទើបគាត់ចេញទៅផ្ទះវិញចាហើយនេះកូនខ្ញុំទាំងអីរត់លេងពេញទៅផ្សារគេនឹងតលាយអញ្ចឹងស្រួលដែរបងប្អូនក្មេងៗរត់មកហត់ត្មងតឡើងឡានជិះឡានត្រឡប់ទៅផ្ទះវិញអញ្ចឹងពួកគាត់នៅក្នុងឡានក៏អត់សូវធុញបានទេដោយសារគាត់បានរត់លេងហើយដោយសារពួកខ្ញុំចេញតាមផ្លូវមកយប់ទៀតដែរបងប្អូនចាព្រោះវាឆ្ងាយផ្លូវដល់ទៅដូចជា16ម៉ោងកន្លះអីបែបហ្នឹងអញ្ចឹងបងប្អូនចាមកទៅដល់ផ្ទះខ្ញុំមកអញ្ចឹងខ្ញុំជិះប្រហែលជា8ម៉ោងជាងខ្ញុំឈប់ចាឈប់នៅគេងតាមផ្លូវមួយយប់ហើយព្រឹកឡើងបានបន្តទៅរៀង8ម៉ោងទៀតគឺដល់ផ្ទះចាមានអីទៀតនេះមិញហ្នឹងអូនខ្ញុំអីម៉ាក់អីគាត់រោមទិញចាអីញ៉ាំហ្នឹងណាហើយមានអីទិញនំប៉័ងដាក់សាច់គេហ្នឹងហើយទិញកាហ្វេម្នាក់មួយកែវប្តីខ្ញុំក៏មកគុយទាវមួយចានឲ្យម៉ាក់ក្មេកខ្ញុំចាមានតែម៉ាក់ក្មេកខ្ញុំអីមួយចានហ្នឹងចែកគ្នាញ៉ាំប្តីខ្ញុំផងខ្ញុំផងកូនផងដោយសារនឹកឃើញថាអាហារថ្ងៃត្រង់អត់ចូលញ៉ាំណាទៀតទេយើងជីបរហូតទៅហ្មងយើងញ៉ាំតែអីកាពិកប៉ុកនៅក្នុងចាឡានអញ្ចឹងណាចាទិញនំប៉័ងដាក់សាច់ទិញអីទុកញ៉ាំអញ្ចឹងទៅចាបាយហើយ Florida ជួបគ្នាលើកក្រោយទៀតគឺថាសប្បាយដែរឃើញទេសភាពប្លែកប៉ុន្តែគោលបំណងធំពីរដែលថាមកទិញផ្លែឈើទិញបន្លែស្រស់ហើយនឹងចាប់ក្តាមហ្នឹងគឺអត់បានទាំងពីរប៉ុន្តែអីយើងបានមើលទេសភាពផ្លែកភ្នែកតែជាបទពិសោធន៍នៃជីវិតដែរមិនដឹងថាថ្ងៃណាបានមកម្ដងទៀតជិះឡានអញ្ចឹងទេចាឆ្ងាយផ្លូវចានេះពួកខ្ញុំធ្វើដំណើរញ៉ាំអីហើយធ្វើដំណើរចេញទៅវិញហើយបងប្អូនចាហើយមកដល់ណាដល់ណីនេះថតតាមផ្លូវហ្នឹងគឺថាទេសភាព
រៀងល្ងាចដែរហើយប្រហែលជាមកដល់ចូលអាឡាបាម៉ាហើយដឹងបងប្អូនចាអាឡាបាម៉ាពួកយើងញ៉ាំអីនៅអាឡាបាម៉ាហើយពួកយើងក៏ហួសទៅគេងនៅអឺនិយាយទៅជាព្រំប្រទល់អាឡាបាម៉ាហើយនិងមីស៊ីស៊ីពីចាសត្វគារហ្នឹងយើងគេងគឺស្អាតដែរថោននិយាយទៅអត់នឹងមានថោនធំផងបងប្អូនមានតែសត្វគារមួយនឹកឃើញថាអើយសង្ស័យតាកក្រិចតាអីអញ្ចឹងប៉ុន្តែអត់ទេបងប្អូនសត្វគារគេស្អាតគេងលក់ស្រួលហើយគ្រាន់តែអត់មានអាហារពេលព្រឹកអត់បានសួរគេព្រោះអត់ឃើញក៏អត់ញ៉ាំទៅនាំគ្នាញ៉ាំអីនៅក្រាស់សាំងអញ្ចឹងណាចានៅពេលដែលងើបពីគេងនេះបងប្អូនមើលទេសភាពតាមផ្លូវបងប្អូនចាមានតែទឹកមានតែស្ពានមានតែឡានគឺបើកទៅបើកមកនឹងឯងប៉ុន្តែដូចខ្ញុំថាពីវីដេអូមុនអញ្ចឹងថតទុកជាអនុស្សាវរីយ៍ព្រោះមិនដឹងថាបានជិះលើផ្លូវនឹងទៀតនៅពេលណាទៀតអត់ដឹងដែរអត់ទាន់មានគម្រោងចាអញ្ចឹងក៏យើងថតទុកមើលចាកូនក៏មើលយើងក៏មើលខ្លួនឯងអញ្ចឹងនៅពេលដែលនឹកអញ្ចឹងណាបានដឹងថាអូយខ្លួនឯងបានទៅលេងនៅណានៅណីខ្លះបងប្អូនចាល្ងាចមែនតើនេះពេលជិះហ្នឹងដូចជាមកដល់នេះដូចជាខ្ទង់ម៉ោង7អីហើយដឹងបងប្អូន6 7ហើយចាយើងជិះនៅអាឡាបាម៉ាបងប្អូនចានៅម្ដុំ Mobile បត់រកផ្លូវទៅរកកន្លែងអីញ៉ាំពួកខ្ញុំញ៉ាំ buffet នៅ Mobile អាឡាបាម៉ាចាហើយចេញពីនឹងមកនេះផ្លូវទៅកន្លែងញ៉ាំអីទូចប៉ុន្តែស្អាតទេសភាពព្រៃគៀនហ្នឹងមានអារម្មណ៍ថាត្រជាក់ស្រួលបងប្អូនមកលប់ចាពួកយើងទៅញ៉ាំអីហើយគឺពួកយើងជិះប្រហែលជាប្រហែលទេបងប្អូន15នាទីឬកន្លះម៉ោងទេទៅដល់ក៏ខ្ញុំចាំថាទៅដល់នោះខ្ទង់ម៉ោងប្រហែលជា8កន្លះអីល្មមយើងមុជទឹកមុជអីចូលគេងចូលសម្រាកទៅហើយងើបបាក់ឡើងទៅដើម្បីជិះបន្តតាណាទៅមុខទៀតអញ្ចឹងណាចាអញ្ចឹងមកមើលអាហារ buffet គេបន្តិចបងប្អូនពួកខ្ញុំចូលចិត្តញ៉ាំ buffet ដោយសារយើងមានច្រើនជម្រើសហើយមនុស្សចាស់កូនក្មេងអីញ៉ាំបានទាំងអស់គ្នាចានេះជាសណ្ឋាគារដែលខ្ញុំគេងយប់ហ្នឹងចាជម្រាបលាជួបគ្នានៅវីដេអូក្រោយ